do ba 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 do do ba do boo do a boo ba do ba do boo boo ba do a do ba do ba do a do ba do ba do 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 a do ba do ba do a do b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 a do a do ba do ba do a do ba do ba do ba do a do ba do ba do do ba do ba do a do 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 a do ba do ba do a do b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 a do a do ba do ba do 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 ba do ដាំទឹកឲ្យពុះខ្ញុំដាក់សាច់ចូលពេលសាច់ឆ្អិនហើយខ្ញុំដួស do ba 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 do បន្ទាប់មកបានខ្ញុំដាក់តំណាប់ពត្រាស្ដាយដីហើយនឹងតំណាប់ទឹកពាំងបាយជូរពេលបានមកពុះហើយវាចាប់ដើមពុះឆ្អិនម្សាទៀតហើយបានខ្ញុំដាក់បន្លែចូលមានតាំងពីមើមឈូកការ៉ុតអីបន្លែច្រើនពួកតែខ្ញុំគ្នាច្រើនដែរអញ្ចឹងហើយចូលចិត្តចូលចិត្តបន្លែទៅមកស្ងោរបានច្រើនគួរសមហើយបានបន្ទាប់មកខ្ញុំស្ងោរបន្លែហ្នឹងឲ្យឆ្អិនរួចខ្ញុំដាក់ oyster ជាមួយពងទាកូនចូលចុងក្រោយគេហើយដាក់វាមកពុះធំទៀតបានខ្ញុំឆ្អិនទៅបានខ្ញុំបិទហ្គាសនេះគឺស្ងោរស៊ុបគត់ទុយជ្រូកផ្លែប៉ោមមាន oyster ស្ងោរឲ្យអ្នកទៀតញ៉ាំពួកគាត់ថាអត់សូវមានកន្លងអាហ្នឹងបើកន្លងអញ្ចឹងទៅក៏នេះចុងក្រោយខ្ញុំដាក់ទឹកដោះគោឆៅហើយអត់ភ្លេចទេគឺកំដៅវាមកពុះទៀតបានញ៉ាំឆ្ងាញ់ប៉ុន្តែរៀងផ្អែមតិចញ៉ាំអស់មួយចានធំបើចូលចិត្តសូម follow ដើម្បីបានវីដេអូបន្តអរគុណ